មួយមុខនេះហាបងប្អូនគឺមិនត្រឹមតែឆ្ងាញ់ទេហើយវិធីធ្វើគឺងាយពិសេសគឺចំណាយតិចទៀតចាត្រីខនេះគឺបងប្អូនអាចយកទៅញ៉ាំជាមួយនឹងជ្រលក់ជាមួយនំប៉័ងក៏បានឬញ៉ាំជាមួយនឹងបបរសថ្ងៃហ្នឹងគឺខ្ញុំធ្វើញ៉ាំជាមួយនឹងបបរសលីខ្ទិះដូងបងប្អូនធ្លាប់ញ៉ាំបបរសខ្ទិះដូងអត់ចាហើយឆ្ងាញ់ណាស់បងប្អូននៅឡើងឈ្ងុយសម្រាប់ក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើឆាត្រីខហ្នឹងសម្រាប់ញ៉ាំជាមួយនឹងបបរខ្ទិះដូងណាបងប្អូនតោះឥឡូវកុំឲ្យខាតពេលយូរដំបូងគឺខ្ញុំមានត្រីខហ្នឹងចំនួន2កំប៉ុងចាត្រីខហ្នឹងគឺខ្ញុំទិញនៅក្នុងផ្សារប្រាំងបងប្អូនគឺល្អហើយតម្លៃធូរថ្លៃទៀតបងប្អូនមួយកំប៉ុងហ្នឹងគឺតម្លៃអត់ដល់3 អឺរ៉ូផងសម្រាប់បងប្អូនដែលគាត់រស់នៅប្រទេសប្រាំងគឺគាត់អាចទិញនៅក្នុងផ្សារប្រាំងបងប្អូនធូរថ្លៃហើយឆ្ងាញ់ពិសេសរសជាតិអត់សូវប្រៃអត់សូវដិតខ្លាំងទេនេះខ្ញុំចូលចិត្តបែបហ្នឹងសម្រាប់យកមកធ្វើម្ហូបបងប្អូនហើយដូចបងប្អូនឃើញអញ្ចឹងត្រីគេគឺឡើងធំហើយពិសេសគឺ6 7ត្រីចាឥឡូវខ្ញុំចាប់ដើមធ្វើគឺខ្ញុំដាក់ឆ្នាំងមួយហើយចាក់ប្រេងចូលបន្ទាប់មកខ្ញុំមានខ្ទឹមសស្លឹកខ្ទឹមក្រហមហើយនិងម្ទេសបន្ទាប់មកខ្ញុំលីងគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យឡើងឈ្ងុយជាមុនសិនទើបចាប់ដើមចាក់ទឹកត្រីហ្នឹងមានចំនួន1ស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយទឹកម្ទេស1ស្លាបព្រាបាយហើយប្រេងខ្យង1ស្លាបព្រាបាយដូចគ្នាហើយម្សៅស៊ុបមាន់បន្តិចចាហើយជាចុងក្រោយហ្នឹងគឺម្រេចបន្ទាប់មកបងប្អូនកូរលីងវាឲ្យចូលសព្វបន្តិចទើបខ្ញុំចាក់ទឹកសាបចាទឹកធម្មតាចូលចំនួន3កូនចានហ្នឹងបងប្អូនមើលទៅស្មានមកល្មមហើយយើងទុកវាឲ្យពុះចាឲ្យចូលជាតិទើបនេះខ្ញុំចាក់ត្រីខចូលហើយដូចនេះខ្ញុំជម្រាបអញ្ចឹងណាបងប្អូនគ្រឿងផ្សំដែលនេះខ្ញុំដាក់ហ្នឹងគឺខ្ញុំស្មានទៅតាមរសជាតិត្រីខនេះគឺអត់សូវដិតទេនិយាយទៅវាសាបល្មមឡែមល្មមអញ្ចឹងខ្ញុំដាក់គ្រឿងផ្សំប៉ុណ្ណឹងសម្រាប់បងប្អូនគឺបងប្អូនស្មានតាមហ្នឹងកុំឲ្យប្រៃពេកហើយបន្ទាប់មកខ្ញុំចាក់ពងមាន់ចូលចំនួន4គ្រាប់ហើយខ្ញុំនៅសល់ស្លឹកខ្ទឹមម្ទេសហើយនឹងចាខ្ទឹមក្រហមខ្ទឹមសហ្នឹងដាក់វាចូលទាំងអស់តែម្ដងហើយកុំភ្លេចបើកភ្លើងខ្សោយបងប្អូនចាបើសិនជាបើកភ្លើងខ្លាំងគឺវាឆាប់ខ្លោចជាមួយនឹងពងមាន់ហើយបន្ទាប់មកបងប្អូនអាចវាយពងមាន់ហ្នឹងឲ្យបាយក៏បានឬបងប្អូនទុកឲ្យវាឆ្អិនទាំងមូលអញ្ចឹងក៏បានចាតែប៉ុណ្ណឹងគឺជាការស្រេចបងប្អូនយកទៅញ៉ាំយកទៅជ្រលក់នំប៉័ងអីក៏ឆ្ងាញ់ដែរប៉ុន្តែថ្ងៃនេះគឺខ្ញុំយកទៅញ៉ាំជាមួយនឹងបបរខ្ទិះដូងចាគឺឆ្ងាញ់កាន់តែឈ្ងុយបងប្អូនអើយហើយសម្រាប់បបរនេះខ្ញុំអត់បានបង្ហាញរបៀបធ្វើទេបងប្អូនចាបបរនេះគឺខ្ញុំរំងាស់ជាមួយនឹងខ្ទិះដូងគេហៅបបរសខ្ទិះដូងបងប្អូនរបៀបធ្វើអត់ពិបាកអីបងប្អូនគ្រាន់តែបងប្អូនធ្វើបបរដូចធម្មតាអញ្ចឹងគ្រាន់តែថាយើងអត់ប្រើទឹកយើងប្រើខ្ទិះដូងជំនួសខ្ទិះដូងគឺបងប្អូនប្រើខ្ទិះចុងអ្នកផ្ទះខ្ញុំចូលចិត្តណាបងប្អូនបបរសខ្ទិះដូងបែបហ្នឹងណានិយាយទៅឲ្យតែធ្វើបបរម្ដងគឺរំងាស់តែជាមួយនឹងខ្ទិះដូងបែបហ្នឹងណាចាបើសិនជាបងប្អូនចូលចិត្តចង់ដឹងពីរបៀបធ្វើចាគឺនេះខ្ញុំនឹងចេញវាជាវីដេអូ